នារីវ័យក្មេងដ៏មានទ្រព្យសម្បត្តិបានមករកនាងផ្ទះរបស់ស្វាមីនៅជនបទជាលើកដំបូងហើយពិតជាបានឃើញម្ដាយរបស់ស្វាមីនាងម៉ារីកំពុងសម្ងួតត្រីជាមួយរថយន្តរ៉ូរ៉ៃឈុតនេះធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលនាងបានចូលមកខាងក្នុងដើម្បីញ៉ាំអាហារនាងបានរកឃើញថាអ្វីទាំងអស់ចង្កេះនៅក្នុងផ្ទះត្រូវបានផលិតពីប្រាក់សុទ្ធម៉ារីបានពន្យល់ថារឿងនេះវិធីដែលវានឹងមិនធ្វើឲ្យខូចវាយន្តភាពនៃសាច់ដូច្នេះក្រោមការបញ្ចុះបញ្ចូលរបស់នាងលូស៊ីបានភ្លក្សរសជាតិអាប៉ាឡូនខាំដោយមិននឹកស្មានដល់រសជាតិកាន់តែល្អជាងរសជាតិដែលម៉ាឈិនលីនធ្លាប់មានភោជនីយដ្ឋានដែលបានផលិតទោះជាយ៉ាងណាក៏ដោយម៉ារីបានពន្យល់ថាទាំងនេះគ្រាន់តែចម្អិននៅផ្ទះចានដរាបណាពាក្យទាំងនេះបានចេញមកលូស៊ីមានអារម្មណ៍ភ្លាមថាសាវតាគ្រួសាររបស់ស្វាមីនាងគឺមិនសាមញ្ញទេហើយនៅពេលនេះនាងស្វាមីចេកដែលបានចេញទៅលក់ត្រីបានត្រឡប់មកវិញលូស៊ីបានងាកមកមើលហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបរាងនេះបានបង្ហាញថាអ្នកទាំងពីរពិតជាស្គាល់គ្នាផ្សេងទៀតមួយថ្ងៃមុននេះនៅពេលដែលចេកគាត់បានចេញទៅលក់ត្រីហើយបានជួបបុរសចំណាស់ម្នាក់ដួលភ្លាមនៅលើផ្លូវគាត់បានទៅជួយដោយសប្បុរសដោយមិននឹកស្មានដល់ត្រូវបានបុរសនោះរៀបចំផែនការសម្លេងនោះតាក់ទាញអ្នកដើរឆ្លងកាត់ភ្លាមបុរសចំណាស់នោះនិយាយដែរថាចេកបានវាយគាត់ឲ្យដួលគាត់ថែមទាំងទាមទារឲ្យចេកបង់ប្រាក់ឲ្យគាត់ទៀតផងមិនថាចេកពន្យល់យ៉ាងណាទេគ្មាននរណាម្នាក់ជឿគាត់ពួកគេថែមទាំងបានប្រាប់គាត់ឲ្យនាំបុរសចំណាស់ទៅមន្ទីរពេទ្យយ៉ាងលឿនដូចដែលចេកធ្លាប់នៅការបាត់បង់លូស៊ីអ្នកដែលដើរកាត់មិនអាចទ្រាំលែងបានទៀតហើយនាងបានក្រោកឈរឡើងហើយប្រាប់បុរសចំណាស់ឈប់ធ្វើពុតនាងបាននិយាយដោយត្រង់ថានាងបានថតរួចហើយវីដេអូជាក់ស្ដែងវាគឺជាបុរសចំណាស់ដែលបានដួលខ្លួនគាត់ផ្ទាល់ប៉ុន្តែគាត់បានងាកមកវិញហើយបានដាក់សុំលើចេកដំបងឡើយបុរសចំណាស់នោះនៅតែចង់បដិសេធពេលលូស៊ីនិយាយថានាងនឹងទូរស័ព្ទទៅប៉ូលីសចាស់បុរសនោះមិននិយាយអ្វីទៀតទេហើយភ្លាមនោះក៏ទទួលបានឡើងហើយចាក់ចេញពីកន្លែងកើតហេតុហើយវាគឺជាចាប់ពីពេលនេះទៅចេកមានអារម្មណ៍យ៉ាងខ្លាំងតាក់ទាញទៅលូស៊ីដោយដែលគាត់កំពុងនៅចិត្តដើម្បីបោះជំហានទៅមុខដើម្បីថ្លែងអំណរគុណលូស៊ីត្រូវបានរារាំងដោយរថយន្តប្រណេតជាច្រើនគ្រឿងវាបានបង្ហាញថាលូស៊ីធ្លាប់ជាភរិយារបស់បុរសវ័យក្មេងម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនប៉ុន្តែដោយសារតែអ្នកមានបុរសវ័យក្មេងម្នាក់បានស្លាប់ដោយមិននឹកស្មានដល់លុកឋានៈជាស្ត្រីមេម៉ាយត្រូវបានមើលងាយដោយគាត់គ្រួសារនឹងឥឡូវនេះបុរសវ័យក្មេងមានទ្រព្យសម្បត្តិប្អូនស្រីលូរីហេតបានរៀបការហើយអាយុព្រោះនាងធ្លាប់រៀបការហើយកិច្ចព្រមព្រៀងជាមួយបុរសម្នាក់ដែលលក់ត្រីប៉ុន្តែនាងមិនចង់រៀបការហើយរងទុក្ខទេការលំបាកនាងគ្រាន់តែចង់រៀបការជាមួយបុរសអ្នកមានចំនួនទី2ដូច្នេះនាងអង្វរជីតារបស់នាងឲ្យឡើងអាពាហ៍ពិពាហ៍នេះប៉ុន្តែជីតារបស់នាងសម្រាប់ដោយសារតែមុខមាត់ខ្ញុំមិនយល់ស្របទេដូច្នេះលូរ៉ាម្ដាយបានបញ្ជាឲ្យមនុស្សនាំលូស៊ីមកហើយបានប្រាប់លូហ្វីដោយត្រង់ឲ្យជំនួសនាងកូនស្រីរៀបការជាមួយបុរសដែលលក់ខ្លួនត្រីដំបងឡើយលូស៊ីបានបដិសេធយ៉ាងខ្លាំងប៉ុន្តែពួកគេបានគំរាមកំហែងនាងជាមួយនឹងម្ដាយរបស់នាងជីវិតដោយគ្មានទីពឹងលូស៊ីគ្មានជំរឿអ្វីក្រៅពីយល់ព្រមនៅថ្ងៃរៀបការស្វាមីរបស់លូរ៉ាបានប្រើរថយន្តប្រណេតមួយគ្រឿងដើម្បីទៅយកកូនក្រមុំរបស់គាត់ផ្ទុយនៅលើលូប៊ីម្ខាងទៀតមានតែឡានដឹកទំនិញទ្រុឌទ្រោមប៉ុណ្ណោះទឹកជញ្ជូនទំនិញភាពផ្ទុយគ្នាយ៉ាងច្បាស់នេះបានធ្វើឡើងលូរ៉ានិងម្ដាយរបស់នាងកាន់តែក្រអឺតក្រទុំថែមទៀតពួកគេមិនត្រឹមតែចំអកឲ្យលូស៊ីជាសាធារណៈប៉ុណ្ណោះទេសម្រាប់អាពាហ៍ពិពាហ៍របស់នាងពួកគេថែមទាំងបានបោះពាក្យសម្ដីអាក្រក់ដាក់នាងប៉ុន្តែសម្រាប់ជាប្រយោជន៍នៃម្ដាយរបស់នាងលូស៊ីមិនបានប្រកែកជាមួយពួកគេនាងបានឡើងលើឡានដឹកទំនិញដែលមកដល់លើកនាងឡើងហើយទៅជន់បត់របស់នាងផ្ទះរបស់ស្វាមីដោយមិននឹកស្មានដល់ដូចជានាងបានមកដល់មាត់ទ្វារផ្ទះប្តីរបស់នាងភ្ញាក់ផ្អើលដោយអាហេងដែលភ្លាមនោះបានហោះចេញមុនពេលនាងអាចមានប្រតិកម្មនាងជន់លើលាមកមាន់ដោយចៃដន្យនៅពេលនេះម៉ារីក៏បានកត់សម្គាល់ឃើញលូស៊ីនាងព្រួយបារម្ភថានាងឃ្លានម៉ារីយ៉ាងកក់ក្ដៅបាននាំលូស៊ីទៅញ៉ាំអាហារលូស៊ីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអាហារឆ្ងាញ់ដាក់នៅលើតុនៅទីនោះមិនត្រឹមតែជាក្តាមស្ដេចនិងអាប៉ាឡូនប៉ុណ្ណោះទេប៉ុន្តែសូម្បីតែឧបករណ៍ក៏ត្រូវបានផលិតពីសឹកប្រាក់ដូចដែលនាងត្រូវបានបំពេញដោយសង្ស័យហើយចេកបានជិះម៉ូតូកង់3តូចមួយគ្រឿងត្រឡប់មកវិញអ្នកទាំងពីរសម្លឹងមើលគ្នាទៅវិញទៅមកហើយស្គាល់គ្នាយ៉ាងឆាប់រហ័សចេកគឺជាភ្ញាក់ផ្អើលនឹងឈុតឆាកនៅពីមុខគាត់មិនយូរប៉ុន្មាននៅក្រោមម្ដាយរបស់គាត់ប៊ីនឌឺចេកនឹកឃើញថាបានឲ្យអំណោយមួយដល់លូស៊ីស្ទាក់ស្ទើរខ្លាំងណាស់យកកញ្ចប់ដែលគ្របដណ្ដប់ជាមួយនឹងចិញ្ចៀងត្រីពេលនាងបើកវានាងភ្ញាក់ផ្អើលពេលដឹងថានៅខាងក្នុងមានតាមពិតទៅខ្សែដៃមាសមួយគំនោលូស៊ីសម្លឹងមើលទៅចេកដោយភ្ញាក់ផ្អើលម៉ារីឃើញនេះគិតថាលូស៊ីមិនចូលចិត្តពួកគេទេនាងបែរមកស្ដីបន្ទោសកូនប្រុសរបស់នាងថាមិនបានមានឆន្ទៈចំណាយប្រាក់លើអ្វីដែលល្អរបស់របរវិនាទីបន្ទាប់ចេកបានបង្ហាញខ្សែដែលស្រោបដោយពេជ្រលូស៊ីភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងមិនអាចនិយាយបាននៅក្នុងចិត្តរបស់នាងមានការងឿងឆ្ងល់យ៉ាងខ្លាំងអំពីតើគ្រួសារប្រភេទណាដែលចេកពិតជាមកពីដើម្បីអាចមានលទ្ធភាពទិញអំណោយថ្លៃបែបនេះនាងបានសួរពួកគេភ្លាមគ្រួសារអ្នកពិតជាលក់ត្រីមែនទេម៉ារីបានឆ្លើយដោយត្រង់ថាក្រុមគ្រួសាររបស់ពួកគេបានរត់គេចខ្លួនកសិដ្ឋានចិញ្ចឹមត្រីជាច្រើនជំនាន់បន្ទាប់ពីនិយាយរួចនាងបានប្រាប់កូនប្រុសរបស់នាងឲ្យយកលូស៊ីទៅមើលកសិដ្ឋានចិញ្ចឹមត្រីរបស់ពួកគេមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានមកដល់ទៅកាន់ស្រះត្រីចេកបានណែនាំលូស៊ីថាគ្រួសាររបស់គាត់បានឆ្លងជំងឺ80តំបន់ភ្នំសំស្របសម្រាប់កសិកម្មពួកគេមិនត្រឹមតែមានកសិដ្ឋានគ្រប់ប្រភេទប៉ុណ្ណោះទេប៉ុន្តែថែមទាំងផងដែររោងចក្រខ្សែសង្វាក់ឧស្សាហកម្មផ្សេងទៀតបន្ទាប់ពីនិយាយរួចចេកបានប្រកល់ធនាគារមួយទៅលូស៊ីកាប់ដែលមានទឹកប្រាក់100លានដុល្លារគាត់បានប្រាប់នាងដើម្បីប្រើវាជាលុយហោប៉ៅពេលឃើញលូពីមុខមិនជឿចេកគ្មានជំរើសទេប៉ុន្តែដើម្បីធានានាងយ៉ាងណាមិញរបស់ពួកគេប្រាក់ចំណូលប្រចាំឆ្នាំរបស់គ្រួសារមានប្រហែល$10,000រាប់ពាន់លានដុល្លារវាគ្រាន់តែនៅពេលនេះលូស៊ីបានដឹងខ្លួនអត្តសញ្ញាណរបស់ស្វាមីនៅជនបទមិនមែនទេសាមញ្ញណាស់នៅថ្ងៃបន្ទាប់ខណៈពេលដែលលូស៊ីកំពុងដឹកអាហារនាងស្រាប់តែត្រូវបានអញ្ជើញដោយចេកទៅចូលរួមពិធីជប់លៀងច្រើនណាស់ថានាងមិនមានពេលវេលាដើម្បីផ្លាស់ប្ដូរទេសម្លៀកបំពាក់របស់នាងដោយមិននឹកស្មានដល់ភ្លាមនោះពេលនាងមកដល់កន្លែងកើតហេតុនាងបានជួបប្រទះនឹងលូរ៉ានិងចំនួនទី2ដ៏មានស្តុកស្ដំរបស់នាងស្វាមីលូស៊ីហៀបនឹងរត់ហើយឆ្ងាយនៅពេលដែលលូរ៉ាបានឃើញនាងភ្លាមនោះលូរ៉ាបានឈប់លូរ៉ាពេញហើយនៃការចំអកសួរលូស៊ីកា
ការដឹកជញ្ជូនស្ត្រីម្នាក់តើនាងកំពុងធ្វើអ្វីនៅពេលនាងស្រវឹងខ្លាំងបែបនេះបញ្ចប់ពិធីជប់លៀងដោយមិនចាំបាច់រងចាំលូស៊ីចម្លើយនាងបានឆក់យកភេសជ្ជៈពីនាងតែហើយចាក់វាដោយផ្ទាល់ទៅលើលូស៊ីនៅចំពោះមុខមនុស្សគ្រប់គ្នាដោយគ្មានសង្ឃឹមលូស៊ីគ្មានជំរឿអ្វីក្រៅពីនិយាយទេគាត់កំពុងរងចាំនរណាម្នាក់នៅទីនេះនាងនឹងចាក់ចេញឆាប់នេះប៉ុន្តែវរ៉ាបានបដិសេធមិនព្រមទៅដោយនិយាយថានេះគឺជាពិធីជប់លៀងដែលបានចូលរួមដោយសមាគមពាណិជ្ជកម្មប៊ិចវិនតើធ្វើដូចម្ដេចទើបអាចធ្វើបានមនុស្សជនបទដូចជាលូស៊ីកំពុងរងចាំមានអ្នកណានៅទីនេះទេនាងប្រហែលជាមកលួចហើយអ្វីមួយប្រសិនបើប្រធានាធិបតីនៃសមាគមពាណិជ្ជកម្មបានធ្វើឲ្យនាងទទួលខុសត្រូវនាងមិនអាចទ្រាំទ្របានបន្ទាប់ពីវាស្វាមីអ្នកមានរបស់លរ៉ាបានបញ្ជាភ្លាមមនុស្សដើម្បីស្វែងរកនាងដើម្បីមើលថាតើលូស៊ីពិតជាបានលួចឬអត់អ្វីមួយដោយឃើញលូស៊ីមានប្រតិកម្មដូចនេះយ៉ាងមុតមមលរ៉ាប្រកាសណាស់ថានេះគឺជាមន្តសការដែលនាងជឿថាលូស៊ីមានលួចទោះបីជាលូស៊ីយ៉ាងខ្លាំងក៏ដោយបានពន្យល់ថានាងមិនបានលួចអ្វីទេលរ៉ានៅតែមិនជឿក្នុងអំឡុងពេលរបស់ពួកគេអាគុយម៉ងខ្សែចេកមានដោយសារលូស៊ីបានដួលទៅលើដីលរ៉ាភ្ញាក់ផ្អើលពេលឃើញវានេះគឺជាខ្សែពេជ្រមានកំណត់ទូទាំងពិភពលោកមានតម្លៃ$50 លាននាងភ្លាមជឿថាវាជាអ្វីមួយដែលលូស៊ីមានគេលួចមិនថាលូស៊ីពន្យល់យ៉ាងណាទេអំណោយពីស្វាមីរបស់នាងលរ៉ាបានបដិសេធមិនជឿវានាងគិតថាអ្នកលក់ត្រីមិនអាចមានលទ្ធភាពទិញបានទេអ្វីមួយដែលថ្លៃណាស់ដែលនាងបានមិនអើពើការពន្យល់ណាមួយពីលូ